សន្និសីទធនាគារនៅកម្ពុជាលើកទី5ការដាក់ចេញអតិភិបសម្រាប់ស្ថិរភាពហិរញ្ញវត្ថុបង្កើនជំនឿទុកចិត្តនិងកំណើនដោយចីរភាពសមាគមធនាគារនៅកម្ពុជា ABC បានរៀបចំសន្និសីទធនាគារនៅកម្ពុជាឆ្នាំ2026រយៈពេល2ថ្ងៃកាលពីថ្ងៃទី19និងទី20ខែសីហានៅសន្តាគារសុខាភ្នំពេញក្រោមមូលបទការរក្សាស្ថិរភាពការពង្រឹងសុចរិតភាពហិរញ្ញវត្ថុទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធធនាគារសន្និសីទនេះបានប្រមូលផ្ដុំអ្នកចូលរួមសរុបប្រមាណជាង860នាក់រួមមានតំណាងនាយកតករដ្ឋាភិបាលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដៃគូអភិវឌ្ឍតំណាងធនាគារក្នុងតំបន់អាស៊ាននិងក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វត្តកំណើនថ្មីរបស់វិស័យធនាគារនៅកម្ពុជាលោករដ្ឋសុភ័ណ្ឌប្រធានសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថាទោះបីវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលមានសម្ពាធលើគុណភាពទ្រព្យសកម្មនិងហានិភ័យចំពោះសុវត្ថិភាព Cyber កាន់តែស្មុគស្មាញក៏ដោយក៏វិស័យធនាគារកម្ពុជានៅតែមានភាពធន់និងរឹងមាំលោកបានកត់សម្គាល់ទៀតថាវត្តនៃកំណើនថ្មីបន្ទាប់គឺពឹងផ្អែកលើបរិយាសកម្មនៃការគ្រប់គ្រងហានិភ័យការធ្វើសម្វិធានធន់ប្រកបដោយការប្រុងប្រយ័ត្នការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវនិងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងនាយកតកនិងដៃគូក្នុងវិស័យនេះតាមរយៈការធ្វើបទបង្ហាញចំនួន2កិច្ចពិភាក្សាចំនួន7និងការធ្វើបទបង្ហាញពីដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB អ្នកចូលរួមបានពិភាក្សាអំពីការផ្លាស់ប្ដូររបស់វិស័យនេះពីភាពធន់ទៅរកកំណើនប្រកបដោយការទទួលខុសត្រូវថ្ងៃទី1នៃសន្និសីទបានផ្ដោតលើការកែសម្រួលនៃគុណភាពទ្រព្យសកម្មការដោះស្រាយទ្រព្យសកម្មដែលមានបញ្ហាសុចរិតភាពផ្នែកហិរញ្ញវត្ថុការការពារអ្នកប្រើប្រាស់និងប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាពថ្ងៃទី2បានផ្ដោតលើហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមពាណិជ្ជកម្មវិស័យកសិកម្មប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាពជំនាញព្រមទាំងភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍របស់វិស័យនេះសម្រាប់ឆ្នាំ2027លោក Zarat Chen អ្នកគ្រប់គ្រងក្រុមហ៊ុន Mastercard ប្រចាំប្រទេសកម្ពុជាវៀតណាមនិងឡាវបានមានប្រសាសន៍ថានៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលនិងភាពស្មុគស្មាញនៃប្រព័ន្ធ Digital វិស័យធនាគារកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ពីរទន្ទឹមគ្នាគឺការជំរុញកំណើនសេដ្ឋកិច្ចនិងការរក្សាស្ថិរភាពព្រមទាំងទំនុកចិត្តក្នុងខណៈដែលប្រទេសកម្ពុជាកំពុងឈានចូលវដ្តនៃកំណើនសេដ្ឋកិច្ចថ្មីការពង្រឹងសុចរិតភាពហិរញ្ញវត្ថុភាពធន់នៃប្រព័ន្ធ Digital និងទំនុកចិត្តរបស់អតិថិជនគឺជារឿងចាំបាច់ដើម្បីធានាថាប្រជាពលរដ្ឋនិងអាជីវកម្មនានាអាចចូលរួមក្នុងសេដ្ឋកិច្ច Digital ដោយសុវត្ថិភាពក្រុមហ៊ុន Mastercard នៅតែបន្តបដិញ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាពទប់ស្កាត់ហានិភ័យនៃការឆបោកនិងការវាយប្រហារដោយ Cyber ព្រមទាំងចូលរួមជ្រោមជ្រែងវិស័យធនាគារឲ្យកាន់តែមានភាពធន់ប្រកបដោយនវានុវត្តន៍និងមានជំហររឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង